ប្រជាពលរដ្ឋថាសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងខេត្តកោះចេះគ្មានសមត្ថភាពក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រងនោះទេផ្សាយចេញពីក្រុងសំពើពូនខេត្តក្រចេះប្រិយមិត្តជាទីគោរពរាប់អានដោយដែលបងប្អូនមហាជនទូទាំងប្រទេសបានជ្រាបនិងដឹងគ្រប់គ្នាមកហើយថាបទល្មើសធនធានធម្មជាតិគឺជាប្រធានបទមួយយ៉ាងក្តៅគគុកនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នពិសេសក្នុងខេត្តកោះចេះតែម្ដងហើយចំពោះករណីនេះមិនមែនជារឿងថ្មីនោះទេតែវាជារឿងដដែលដែលកើតមានឡើងជាយូរយារណាស់មកហើយមិនតែប៉ុណ្ណោះចំពោះករណីរឿងបទល្មើសធនធានធម្មជាតិនេះបើទោះបីជាប្រមុខថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានប្រសិទ្ធិនាពេលបច្ចុប្បន្នលោកបានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ឲ្យមន្ត្រីនៅក្រមអាវ៉ាត់ទូទាំងប្រទេសពិសេសក្នុងខេត្តដែលជាប់នឹងតំបន់ព្រៃឡង់ដូចជាខេត្តកំពង់ធំព្រះវិហារក្រចេះស្ទឹងត្រែងបង្ក្រាបឲ្យអស់រាល់បទល្មើសព្រៃឈើព្រមទាំងបានបង្កើតគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិដែលមានអាយដាមនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសព្រមទាំងជាប្រធានគណៈកម្មាធិការជាតិទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសធនធានធម្មជាតិជាប្រធានកាលពីថ្ងៃទី7ខែធ្នូឆ្នាំ2016កន្លងមកអត់បំពេញមុខងារជានគរបាលយុទ្ធធរទេតែគាត់ជួយឲ្យនគរបាលយុទ្ធធរឧទាហរណ៍យើងក្នុងមួយព្រៃហ្នឹងថាឥឡូវយើងនិយាយថារដ្ឋបាលព្រៃឈើទៅចោះឬក៏និយាយថាក្រមបរិស្ថានទៅចោះមនុស្ស4-10នាក់ព្រៃ50000ហិកតាថាមនុស្ស50នាក់ព្រៃ50000ហិកតាអញ្ចឹងទេវាពិបាកណាស់ប៉ូលីសមិនងាយទៅរកចោលទេប៉ុន្តែជួនកាលចោលឬប៉ូលីសវាសហការគ្នាទៀតអ្នកកាប់ឈើនិងអ្នកការពារព្រៃឈើវាសហការគ្នាទៀតអាហ្នឹងយើងងាប់ទៅអញ្ចឹងទេជាបរិវត្តគឺមានភ្នែកចំហច្រើនណាស់ហើយប្រជាបរិវត្តគាត់មិនទទួលផលពីអ្នកកាប់ឈើទេអញ្ចឹងគាត់ស្អប់ពួកអ្នកកាប់ឈើខុសច្បាប់គាត់ច្បាស់ជារាយការណ៍ឲ្យយើងប៉ុន្តែតើតែយើងនឹងស្មោះត្រង់ដែរពេលដែលគាត់ប្រល់របាយការណ៍ឲ្យយើងត្រូវទៅពិនិត្យទៀតហើយចាត់វិធានការទៀតបើមិនអញ្ចឹងឯងគាត់ថាអើយរាយការណ៍វាទៅអីបើវាត្រូវតែគ្នាវាវត្តជួទូរទស្សន៍កុំខ្លាចនឹងប្រចាំហើយបើប្រចាំបានទាំងមុខអាម្ចាស់នោះទៀតកាន់តែល្អខ្ញុំបើកដៃឲ្យធ្វើព្រោះអក្រិតកម្មព្រៃឈើគឺវាធ្ងន់ប៉ុន្តែទោះបីជាយ៉ាងនេះក្តីនាពេលបច្ចុប្បន្នយើងសង្កេតឃើញថាបទល្មើសធនធានធម្មជាតិនៅតែបន្តកើតមានយ៉ាងគំហុកក្នុងភូមិសាស្ត្រខេត្តក្រចេះដែលមានមេឈ្មោះធំនិងល្បីឈ្មោះជាច្រើនរូបដូចជាលោកជុំវុធីហៅធីកប៉ូលោកនីនិងលោកថងជាដើមកំពុងតែបង្ហាញវត្តមាននិងបានបញ្ចេញឥទ្ធិពលខ្លួនដឹកនិងជញ្ជូនផលព្រៃឈើយ៉ាងចាស់ដៃនិងគ្មានញញើតទៅនឹងច្បាប់ទាល់តែសោះយោងតាមប្រភពពីប្រជាពលរដ្ឋបានប្រាប់អង្គភាពសង្គមបច្ចុប្បន្នយើងឲ្យដឹងថាកាលពីយប់ថ្ងៃទី12រំលងអាទិត្យឈានចូលថ្ងៃទី13ខែមេសាឆ្នាំ2025មានរថយន្តសាំយ៉ុងចំនួន3គ្រឿងផ្ទុកពេញទៅដោយឈើក្តារបានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីទឹកដីនៃស្រុកអូគ្រឿងសាន់ជ័យត្រង់ចំណុចក្រុមហ៊ុនវាយថ្មកាត់តាមចំការអំពៅឥណ្ឌាឆ្ពោះតាមស្រុកសម្បូរតាមមាត់ទន្លេចំកណ្ដាលក្រុងកោះចេះធ្លាយចេញតាមព្រែកសាមញ្ញក្នុងស្រុកចតុបុរីដែលមានរថយន្តទំនើបចំនួន2គ្រឿងមួយម៉ាក330ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BS 4605ដែលគេថាជារថយន្តរបស់លោកនីនិងមួយគ្រឿងទៀតម៉ាក Highlander ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AM 2790ដែលគេស្គាល់ថាជារបស់លោកជុំវុធីហៅធីកប៉ូជាអ្នកបើកការនិងប្រើសិលទៅដល់សមត្ថកិច្ចនៅតាមដងផ្លូវប្រភពដដែលបន្តថានេះមិនមែនជាលើកទី1នោះទេដែលក្រុមឈ្មួញជើងខ្លាំងប្រចាំខេត្តក្រចេះពលប្រចាំប្រទេសខាងលើបានធ្វើការចរាចរណ៍ដឹកជញ្ជូនផលអនុផលព្រៃឈើពលគឺរាប់ឆ្នាំទៅហើយដោយពុំដែលមានស្ថាប័នពាក់ព័ន្ធណាមួយក្នុងខេត្តកោះចេះក្នុងនោះមានសមត្ថកិច្ចមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបរិស្ថាននិងកងកម្លាំងប្រដាប់អាវុធចុះធ្វើការទប់ស្កាត់និងបង្ក្រាបចំពោះបុគ្គលជើងខ្លាំងប៉ុន្មានរូបខាងលើនេះម្ដងណាឡើយប្រជាពលរដ្ឋទូទាំងប្រទេសហាក់មានចម្ងល់ជាខ្លាំងនិងបានចោទជាសំណួរទៅកាន់មន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តកោះចេះទាំងមូលថានៅក្នុងខេត្តកោះចេះមានប្រធានបញ្ជាការឯកភាពមានមន្ត្រីកសិកម្មរុក្ខាប្រមាញ់និងនេសាទដែលមានលោកត្រីសុភ័ក្រជាប្រធានមន្ត្រីប្រធានមានលោកគៀប៊ូជាប្រធានក្នុងការនគរបាលរដ្ឋានមានលោកឧត្តមសេនីយ៍តូអ៊ូប៊ុនសុប៊ុនណាជាប្រធានបញ្ជាការកងរាជអាវុធហត្ថខេត្តមានលោកឧត្តមសេនីយ៍ត្រីសាក់សារាំងជាមេបញ្ជាការ
ម្យ៉ាងទៀតនៅតាមបណ្ដាស្រុកមានស្នាក់ការដូចជារដ្ឋបាលព្រៃឈើបរិស្ថាននិងកងកម្លាំងប្រអាវុធហេតុអ្វីបានជាមានបទល្មើសនៅក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រងយ៉ាងកក្រឹកកក្រែងដូចនេះទៅវិញទៀតតើដាក់ស្នាក់ការដើម្បីអ្វីទៅព្រោះថាបទល្មើសព្រៃឈើមិនមែនអាចវិខ្ចប់ដូចនំចំណីដាក់ចូលវ៉ាលីឬដាក់ចូលហៅប៉ៅខោបានឯណាម្យ៉ាងទៀតមិនអាចជ្រែកដីហោះហើរលើឯកដរអាកាសបាននោះទេគឺបើកនៅលើគោកច្រងែងច្រងាងកណ្ដាលវាសោះហេតុអ្វីអស់លោកមើលមិនឃើញអញ្ចឹងឬមួយក៏ត្រូវវេទមន្តសារិកាលិនថោងនិងវេទមន្តទេវប្រាក់របស់ក្រុមឈ្មួញអស់ទៅហើយទីដឹងបានជាមិនមានវិធានការទប់ស្កាត់នៅមកក្រាបសោះឬមួយចាំតលតែប្រមុខថ្នាក់ដឹកនាំស្រែកបានអស់លោកមន្ត្រីជំនាញទាំងនោះចុះធ្វើការទៅទៀតជុំវិញករណីខាងលើនេះប្រជាពលរដ្ឋទូទាំងប្រទេសទទូចស្នើសុំទៅដល់ឯកឧត្តមវ៉ាថនអភិបាលនៃគណៈអភិបាលខេត្តក្រចេះនិងគោរពស្នើសុំទៅដល់ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិមេត្តាទានប្រើកណ្ដាប់ដៃដែកចាត់កម្លាំងក្រមអាវ៉ាត់ចុះធ្វើការទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសធនធានធម្មជាតិក្នុងខេត្តក្រចេះដែលមានលោកជុំវុធីហៅធីកពោលោកនីនិងលោកថងដែលជាឈ្មោះជើងខ្លាំងប្រចាំខេត្តខាងលើនេះផងទៀតបើពុំដូច្នោះទេធនធានធម្មជាតិដែលជាសម្បត្តិរបស់ជាតិរបស់រដ្ឋនៅក្នុងខេត្តក្រចេះច្បាស់ណាស់ជារលាយសាបសូន្យដោយសារបុគ្គលដែលមានឈ្មោះខាងលើនេះជាក់ជាពុំខានឡើយសូមអរគុណ